Muốn. ជម្រាបសួរបងប្អូនជួបគ្នាម្ដងទៀតហើយជាមួយនឹងការស្មូនអវ៉ាន់ពី Day Earth កាលពីនាងខ្ញុំបានធ្វើវីដេអូតាក់ទងនឹង Day Earth មានបងម្នាក់គាត់ខមមិនថាមិនរៀនធ្វើឡាបូឬក៏ច័ន្ទមង្គលអនាម័យដើម្បីលក់ក្នុងស្រុកយើងផងចាបងសម្រាប់ឡាបូហ្នឹងគឺខាងប្អូនមានយូរហើយបងលក់តាំងពីដើមមកម្លេះហើយយើងក៏មានច្រើនម៉ូតច្រើនទំហំថែមទៀតផងហើយថ្ងៃនេះនាងខ្ញុំក៏ចង់បង្ហាញបងប្អូនអំពីរបៀបនៃការស្មូនឡាបូអញ្ចឹងដំបូងឡើយនេះគឺគាត់គ្រាន់តែធ្វើជើងដើម្បីទប់កុំឲ្យឡាបូហ្នឹងរអិលចេញដោយសារតែយើងធ្វើទំហំធំដែរឥឡូវនេះគាត់ចាប់ផ្ដើមលុញដីឲ្យម៉ត់ល្អហើយដើម្បីកុំឲ្យមានខ្យល់ព្រោះថាអីវ៉ាន់ដែលយើងធ្វើធំហ្នឹងត្រូវតែលម្អិតហើយឥតខ្ចោះខ្លាំងមែនតើនៅពេលដែលយើងលុញរួចរាល់ហើយយើងយកមកដាក់នៅលើជើងត្បាល់ហើយក៏យើងមានដីដាក់ពីលើមួយទៀតដោយសារតែយើងលុញទាំងអស់អត់កើតទេព្រោះដីធំពេកអត់មានកម្លាំងដល់បន្ទាប់មកទៀតគាត់ក៏ចាប់ផ្ដើមតម្រង់ដីនឹងឲ្យត្រង់ហើយឃើញថាគាត់ប្រឹងខ្លាំងមែនទែនមើលតែទឹកមុខក៏ដឹងដែរឥឡូវនេះឡាបូយើងធ្វើរួចរាល់ហើយសង្ឃឹមថាបងឃើញវីដេអូនេះហើយនឹងជួយគាំទ្របងអូនផងណាអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នាវីដេអូបន្តទៀតណាជម្រាបលាបងប្អូន